បាទជំរាបសួរបាទខ្ញុំបាទឈ្មោះអ៊ីដារិតខ្ញុំធ្វើការនៅក្នុងយុវដ្ឋានអភិរក្សប្រាសាទក្នុងវិទ្យានគរនិងបុរាណវិទ្យាបង្ការខ្ញុំមានបទពិសោធន៍ធ្លាប់ធ្វើការស្រាវជ្រាវតាក់ទងនឹងកុលាលភាជន៍នឹង20ឆ្នាំជាងហើយក៏បានបោះពុម្ពរបាយការណ៍ស្រាវជ្រាវនឹងក៏ច្រើនគួរសមដែរដូច្នេះយើងអាចយល់ច្រើនពីការស្រាវជ្រាវតាក់ទងនឹងកុលាលភាជន៍នេះបាទវត្ថុដែលធ្វើពីដីដែលគេសូនចេញជារូបក្អមកឡពាងឆ្នាំងចានអីហ្នឹងគឺគេយកទៅដុតនៅក្នុងឡឬក៏ដុតនៅក្រៅឡបាទពេលដុតហើយគឺគេហៅថាវត្ថុហ្នឹងជាភាជឬក៏អ្នកខ្លះហៅថាកុលាលភាជក៏បានដែរបាទភាជខ្មែរសម័យអង្គរគឺផលិតឡើងមានលក្ខណៈខុសពីភាជប្រទេសផ្សេងទៀតដោយសារទី1ដោយសារប្រភេទដីទី2ដោយសារប្រភេទស្រទាប់រលោងដែលគេលាបនៅលើភាជហ្នឹងទី3គឺរឿងក្បាច់លម្អទី4រឿងប្រភេទរូបរាងនៃភាជបាទអញ្ចឹងលក្ខណៈខុសគ្នានឹងហើយដែលបង្ហាញថាភាជខ្មែរមានតម្លៃពិសេសខុសគេបាទព្រោះអីខ្មែរប្រហែលជាធ្វើភាជទៅតាមការចង់បានការប្រើប្រាស់របស់ខ្លួនបាទតម្រូវការនៅក្នុងជីវភាពប្រចាំថ្ងៃផងហើយនឹងតម្រូវការនៅក្នុងបរិបទសាសនាផងបាទដូច្នេះធ្វើឲ្យខ្មែរនឹងផលិតភាជសម្រាប់ប្រើនៅក្នុងអរិយធម៌ខ្លួនឯងនឹងខុសប្លែកពីគេដូចជាឧទាហរណ៍ថាកុលាលភាជខ្មែរគឺផលិតភាជដែលមានស្រទាប់រលោងពណ៌បៃតងបាទហើយនឹងមានភាជរូបសត្វបាទរូបសត្វហ្នឹងគឺមានសត្វនៅក្នុងធម្មជាតិហ្នឹងច្រើនបាទហើយបន្ទាប់មកគឺមានភាជផលិតពណ៌ត្នោតដែលផលិតឡើងពីប្រហែលពីសតវត្សទី11ដល់14 15នៅក្នុងសម័យអង្គរហ្នឹងអញ្ចឹងភាជខ្មែរហ្នឹងមានលក្ខណៈពិសេសខុសពីភាជបរទេសទាំងរូបរាងទាំងក្បាច់លម្អដូចខ្ញុំបានបញ្យល់បាញ់មិញហ្នឹងបាទហើយភាជខ្មែរនេះគឺកាលណាគេឃើញភាជហ្នឹងគឺគេសម្គាល់ថានេះជាភាជខ្មែរដោយសារវាខុសពីភាជបរទេសបាទវាមានលក្ខណៈដាច់ដライអញ្ចឹងបាទ